សូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេមៀអន្តរជាតិសម្រាប់ថ្ងៃទី27ខែសីហាឆ្នាំ2026ហាងឆេមៀព្រឹកនេះតម្លៃអន្តរជាតិស្ថិតលើតម្លៃ$4630ក្នុង1អោនស្មើប្រហែលតម្លៃហាងឆេមៀខ្មែរយើងគឺ$5578នៅក្នុង1តម្លឹងឬក៏$557នៅក្នុង1ជីចឹងហាងឆេមៀនៅពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅដំណាក់កាលកែសម្រួលតម្លៃពីព្រោះរងចាំព្រឹត្តិការណ៍ធំនៅចុងសប្តាហ៍នេះតែម្ដងគឺព្រឹត្តិការណ៍ Jackson Hole ដែលគេធ្វើចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែសីហានេះហើយអ្វីដែលសំខាន់គឺនៅថ្ងៃទី28លោក Kevin Walsh នឹងឡើងថ្លែងសន្ទរកថាដូច្នេះអ្នកវិនិយោគជុំវិញពិភពលោកពងរងចាំមើលថាតើលោក Kevin Walsh គាត់បង្ហាញអំពីសញ្ញានៃការរឹតបន្តឹងអត្រាការប្រាក់ឬក៏បន្ធូរបន្ថយអត្រាការប្រាក់អញ្ចឹងឥឡូវបច្ចុប្បន្នទីផ្សារពងក្រែប្រែប្រួលចន្លោះ sideways 4600ទៅកាន់តំបន់$4700ក្នុង1អោនតោះឥឡូវចូលដល់ការវិភាគបច្ចេកទេសដើម្បីរកតំបន់ទិញលក់វិញម្ដងអញ្ចឹងទិសដៅនេះនាពេលបច្ចុប្បន្ននេះយើងហៅដំណាក់កាលថា bullish consolidation ឬក៏ទំនោរឡើងប៉ុន្តែកែសម្រួលតម្លៃរងចាំការ break out range អញ្ចឹងយើងដឹងហើយថា Jackson Hole ចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ប៉ុន្តែសំខាន់ជាងគេថ្ងៃទី28អញ្ចឹងក្នុងករណីដែលអាមេរិកបន្ធូរបន្ថយអត្រាការប្រាក់នោះមាសអាចនឹងបន្ត break តំបន់$4700ទៅកាន់តំបន់$5000នៅក្នុង1អោនប៉ុន្តែក្នុងករណីរឹតបន្តឹងអត្រាការប្រាក់មាសអាចនឹងធ្លាក់ចុះមករកតំបន់$4400ឬក៏$4500ក្នុង1អោនវិញតោះអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំគិតថាទីផ្សារអាចនឹង sideways សិនពីព្រោះរងចាំព្រឹត្តិការណ៍នៅថ្ងៃស្អែកអញ្ចឹងបងប្អូនអាចរងចាំទិញទៅដែរដូចយប់មិញទីផ្សារបានចុះមកដល់តំបន់$4600ប៉ុន្តែ break បន្តិចចុះទៅដល់តំបន់$4580ក្នុង1អោនបានឡើងមកវិញអញ្ចឹងយើងឃើញថាទីផ្សារមិនទាន់ break តំបន់$4600ក្នុង1អោនបានឡើយទេអញ្ចឹងតំបន់ទិញទី1គឺយើងគឺនៅតែតំបន់$4600ក្នុង1អោនដដែលពីព្រោះយើងឃើញថាទីផ្សារបានព្យាយាមចាក់ជើងច្រើនមែនទែននៅតំបន់នេះអញ្ចឹងបងប្អូននៅចាំទិញហើយប្រើ stop loss ក្រោមតំបន់$4590ក្នុង1អោនហើយ take profit បងប្អូនអាចយកត្រឹមតែ$4630ក្នុង1អោននេះបានហើយបាទសម្រាប់តំបន់ទិញទី2គឺយើងរក្សាដដែលដូចមិនសូវមិញដដែលគឺតំបន់5550មកកាន់តំបន់5540ពីព្រោះតំបន់នេះគឺជា psychology level នៅបើយើងរាប់ពីតម្លៃបច្ចុប្បន្ននេះទៅជាង$80ក្នុង1អោនទៀតចឹងបងប្អូនអាចរងចាំទិញបានហើយប្រើ stop loss ក្រោមតំបន់5540អាចជា5535ឬក៏40គត់30គត់តែម្ដងនៅតំបន់ទិញចុងក្រោយបើក្នុងករណីទីផ្សារថ្ងៃនេះអាចប្រែប្រួលខ្លាំងបានយើងអាចចាំទិញនៅតំបន់4510ទៅកាន់តំបន់4500ចឹងកន្លែងនេះខ្ញុំគិតថា strong មែនតើក្នុងករណីទីផ្សារអាចដងថ្ងៃនេះប៉ុន្តែប្រហែលជាមិនអាចដល់ទេព្រោះបច្ចុប្បន្នទីផ្សារនៅ consolidate រងចាំលោក Kevin Walsh ឡើងថ្លែងសន្ទរកថាសិននៅថ្ងៃទី28បាទហើយតំបន់លក់យើងអាចសម្រួលបន្តិចថ្ងៃនេះគឺ early zone របស់យើងគឺតំបន់4665ទៅកាន់តំបន់4670កន្លែងនេះខ្ញុំសូមបញ្ជាក់បានតែមកអាស៊ីទៅ London ទេមកអាមេរិកអត់អាចចូលបានទេតំបន់ទី1របស់យើងគឺ4665ទៅកាន់តំបន់4670បងប្អូនចូលបងប្អូនប្រើ stop loss លើតំបន់4675ហើយ take profit វិញត្រឹមតែតំបន់4650បានហើយបាទអញ្ចឹង$20ក្នុង1អោនអូខេហើយតំបន់លក់ទី2របស់យើងគឺតំបន់4700ទៅកាន់តំបន់4710ដែលជា resistance កាលពីសប្តាហ៍នេះតែម្ដងអញ្ចឹងលក់តំបន់នេះបងប្អូនអាចប្រើ stop loss លើតំបន់4715ឬក៏4720 take profit វិញគឺតំបន់4670ក្នុង1អោនតំបន់លក់ទី3របស់យើងគឺតំបន់4750ទៅកាន់តំបន់4760ខ្ញុំគិតថាតំបន់នេះគឺនៅខ្ពស់ជាងតម្លៃបច្ចុប្បន្នជាង$100ក្នុង1អោនអញ្ចឹងបងប្អូនអាចលក់បានដូចគ្នាណានិងតំបន់លក់ចុងក្រោយ4800ទៅកាន់តំបន់4810បាទតំបន់លក់ប្រឆាំងជាមួយទីផ្សារប៉ុន្តែបច្ចុប្បន្នទីផ្សារនៅ consolidate អញ្ចឹងបងប្អូនអាចរកលក់ពីតំបន់ដែលសំខាន់ទី14665ឬក៏4700តែម្ដងបាទអញ្ចឹងអ្វីដែលយើងត្រូវតាមបន្តទៅនេះគឺពាក់ព័ន្ធជាមួយនឹងគោលនយោបាយធនាគារកណ្ដាលសហរដ្ឋអាមេរិកហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលជួយដូរចំណេញគ្រប់គ្នាសូមអរគុណ